បាទសម្រាប់ចន្ទីរបស់យើងហានិភ័យនៅពេលដែលចន្ទីវាចាប់ផ្ដើមផលិតក្តឹបឬវាចាប់ផ្ដើមទម្លាក់ក្តឹបបែកពីដំណាក់កាលផ្កាបញ្ហាប្រឈមមួយទៀតនោះគឺពេលដែលចន្ទីវាចាប់ផ្ដើមពង្រីកក្តឹបឬក៏ពង្រីកផ្លែរបស់វាហ្នឹងគឺជាពេលវេលាដែលចន្ទីវាផលិតក្លួយកោសខ្ពស់ពេលដែលផលិតក្លួយកោសខ្ពស់សារធាតុក្លួយកោសស្កររបស់ផ្លែហ្នឹងវាប៉ះជាមួយនឹងសន្សើមប្រៃឬក៏ទឹកភ្លៀងអាស៊ីតកក់ខែអីនេះគឺវាឡើងទៅជាពពួកមេរោគផ្សិតនៅលើផ្លែហើយតែពេលណាពពួកមេរោគផ្សិតហ្នឹងវាទុំនៅលើផ្លែខ្ចីរបស់យើងនេះវាធ្វើឲ្យផ្លែនេះវាអសមត្ថភាពនៅក្នុងការបញ្ជូនសារធាតុចិញ្ចឹមពពួកកូលីដុងហ្នឹងទៅបំពេញគ្រាប់នេះណាដោយសារតែផលរំខានពីពពួកអំបូរផ្សិតអញ្ចឹងហើយវាធ្វើឲ្យផ្លែចន្ទីរបស់យើងនេះវាអាចនឹងស្វិតឬក៏ក្រៀមជ្រុះទៅវិញទាំងដែលមិនទាន់ពេញលក្ខណៈអញ្ចឹងផលិតផលដែលយើងអាចប្រើប្រាស់បង្ការកុំឲ្យកើតពពួកផ្សិតនេះនៅលើគ្រាប់ស្វាយចន្ទីរបស់យើងនៅដំណាក់កាលកំពុងតែពង្រីកទំហំការលូតលាស់នេះគឺយើងប្រើពពួកថ្នាំទឹកវាមានសារធាតុប្រូក្លរ៉ាសនៅក្នុងហ្នឹងដែលវាមានសមត្ថភាពនៅក្នុងការជ្រាបព្យាបាលជាមួយនឹងពពួកផ្សិតដែលវាប៉ះជាមួយនឹងទឹកភ្លៀងអាស៊ីតឬក៏សន្សើមប្រៃនៅពេលព្រឹកជាមួយនឹងស្ករក្លួយកោសរបស់គ្រាប់ចន្ទីរបស់យើងបានយ៉ាងល្អប្រសើរផងដែរ